អស់រយៈពេលប្រហែល25ឆ្នាំកន្លងមកហើយដែលអាកាសយានដ្ឋានខេត្តថាករបស់ទីក្រុងហុងកុងធ្លាប់តែល្បីថាវាគឺជាប្រលានយន្តហោះមួយដ៏គួរឲ្យភ័យខ្លាចសម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាសដោយសារតែវាស្ថិតនៅក្នុងទីតាំងមួយដែលពិបាកចុះបំផុតនៅក្នុងពិភពលោកប៉ុន្តែឥឡូវនេះសារព័ត៌មាន CNN បានចុះផ្សាយថាខេត្តថាកបានក្លាយទៅជាពហុកីឡាដ្ឋានមួយដែលអាចផ្ទុកមនុស្សបានរហូតដល់ទៅជាង 50,000 នាក់ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៅក្នុងកម្មវិធីថ្មីដែលមានឈ្មោះថា Rugby 7 គួររំលឹកថាអាកាសយានដ្ឋានខេត្តថាករបស់ទីក្រុងហុងកុងធ្លាប់ទទួលនៅរហស្សនាមមួយថាវាគឺជាអាកាសយានដ្ឋានមួយដ៏គួរឲ្យភ័យខ្លាចបំផុតនៅក្នុងពិភពលោកព្រោះរាល់អ្នកបើកយន្តហោះទាំងអស់ទៅទីនោះសុទ្ធតែប្រឈមមុខនឹងរយៈកម្ពស់ទាបគឺប្រហែលជា47ដឺក្រេពីលើតំបន់ជាច្រើនដែលមានប្រជាជនទីក្រុងហុងកុងរស់នៅមិនថាចម្ងាយរត់ពីលើចុះទៅក្រោមឬពីក្រោមទៅលើនោះទេវាគឺពិតជាលំបាកបើទោះបីជាយន្តហោះនោះតូចយ៉ាងណាក៏ដោយរហូតធ្វើឲ្យភីឡុតជាច្រើនមានភាពខ្លាចរអាហើយវាក៏ខ្លាចទៅជាបទពិសោធន៍មួយយ៉ាងពិបាកនិងមិនអាចបំភ្លេចបាន